กรมโฮมចំណីអាហារនៅក្នុងបន្ទប់ដេកបាទសប្តាហ៍ថ្ងៃនេះមានតែខ្លះទៅដេកនៅក្នុងបន្ទប់ហ្នឹងគឺមើលទូរទស្សន៍ចុចទូរស័ព្ទហើយមានស្នេកមានអាហារអញ្ចឹងក៏ទទួលទាននៅក្នុងបន្ទប់ហ្នឹងតតែម្ដងយើងឃើញថារឿងនេះវាមិនមែនកើតឡើងតែមានអ្នកក្រទេទទួលស្គាល់ថាបងប្អូនដែលជួលបន្ទប់គេបន្ទប់ទូចគេងទៅនឹងធ្វើម្ហូបទៅនឹងញ៉ាំទៅនឹងអានឹងវាអាចជាបញ្ហាប៉ុន្តែអ្នកខ្លះទៅមានវិឡាធំគេងនៅក្នុងបន្ទប់ហ្នឹងមើលទូរទស្សន៍ហ្នឹងហូបហ្នឹងបាទឲ្យអ្នកបម្រើហ្នឹងលើកម្ហូបមកឲ្យទាំងអស់ហ្នឹងទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបាទវិជ្ជបណ្ឌិតទីហើយនឹងលើកយករឿងនេះដើម្បីជជែកជាមួយនឹងបងប្អូនមុននឹងចាប់ផ្ដើមជជែកសម្រាប់បងប្អូនដែលមើលវីដេអូខ្ញុំបាទលើកដំបូងកុំភ្លេចចុច Subscribe YouTube Channel ហើយដុកទ័រទីហើយចុច Follow Facebook ហើយនិង TikTok នេះបាទបងប្អូនមនុស្សច្រើនណាស់និយាយថាអត់អីទេគេងម្ដងមួយយាមញ៉ាំអីទៅនំបន្ទប់គេហ្នឹងវាមិនមែនជាបញ្ហាអីទេលោកគ្រូគ្មានរឿងអីដែលអត់ល្អទេអញ្ចឹងលោកដុកទ័រកុំចេះថាបាទខ្ញុំជំរាបបងប្អូនថាបងប្អូនបកែកក៏បកែកសិនចុះប៉ុន្តែចាំស្ដាប់ជាមួយនឹងខ្ញុំបាទនៅក្នុងវីដេអូនេះបាទយើងមើលមួយផ្លែតវាអត់អីទេបងប្អូនដោយសារភ្នែករបស់យើងហ្នឹងយើងមើលឃើញតែវត្ថុដែលធំធំឯងប៉ុន្តែវត្ថុតូចតូចមួយចំនួនដូចជាមេរោគអីយើងមើលអត់ឃើញទេបាទអញ្ចឹងថៃបិទថាការគេងក្នុងបន្ទប់ដេកយើងគេងបដាមើលទូបដាយើងគេងបដាយើងលេងទូរស័ព្ទបដាយើងគេងបដាយើងធ្វើអីបដាហើយខ្ញុំធ្លាប់ជជែកពីបងប្អូនថាបន្ទប់ដេកគឺធ្វើសម្រាប់ដេកអញ្ចឹងបើសិនយើងយកបន្ទប់ដេកនេះយកទៅសម្រាប់គេងមើលទូគេងមើលទូរស័ព្ទឬក៏សម្រាប់ហូបអាហារអីដែរអានឹងគឺជាបញ្ហាមួយប្រកបថាវាជាទង្វើឯកជនទេអាចធ្វើអីធ្វើដែរស្រេចតែបងប្អូនវាមិនជាបញ្ហាទេប៉ុន្តែអ្វីដែលបងប្អូនធ្វើទង្វើឯកជននេះវានឹងប៉ះពាល់ទៅលើភាពឯកជនរបស់បងប្អូនដូចគ្នាវានឹងប៉ះពាល់ទៅលើភាពស្និទ្ធស្នាលបាទក្រែជួនកាលសម្រាប់ប្តីប្រពន្ធចុះបើប្រពន្ធញ៉ាំលើហ្នឹងប្តីអត់បានដឹងហើយពេលគេងទៅប៉ះជាមួយនឹងស្ថានភាពទាំងអស់ហ្នឹងវាយ៉ាងម៉េចអញ្ចឹងខ្ញុំលើកយក3ចំណុចមកជជែកជូនបងប្អូននៅពេលណាដែលមានការទទួលទានអាហារនៅលើក្រែដេកឬក៏ក្នុងបន្ទប់ដេកហ្នឹងគឺវាមានរឿងអីកើតឡើងរឿងទី1ដែលកើតឡើងគឺកំតិចអាហារហ្នឹងវានឹងសេសសល់វានឹងជ្រុះវានឹងធ្លាក់ឬក៏វានៅសល់នៅក្នុងបន្ទប់ដេកនឹងបន្តតែម្ដងពេលដែលសល់ទៅវាអាចបង្កជាបញ្ហាច្រើនណាស់បាទបញ្ហាដែលវាអាចបង្កខ្លាំងជាងគេគឺវាហៅសត្វល្អិតវាហៅពពួកសម្ោចវាហៅពពួកមូសវាហៅពពួករុយទាំងអស់ហ្នឹងឲ្យមកដែរអញ្ចឹងបងប្អូនខ្លះមិនបាច់ឆ្ងល់ថាម៉េចបានក្នុងបន្ទប់គេងហ្នឹងវាមានអាសត្វអស់ហ្នឹងគឺវាមកដើម្បីអីវាមកទទួលទានដូចយើងដែរយើងទទួលទានចំណីហ្នឹងវាក៏មកទទួលទានដែរវាមកស៊ីចំណីហ្នឹងដូចគ្នាបងប្អូនហើយយើងក្នុងបន្ទប់គេងយើងជារួមជាតំបន់មួយដែលវាក្តៅសើមជាតំបន់មួយដែលវាត្រជាក់អញ្ចឹងពេលហ្នឹងឯងគឺបើ